Banជំរាបសួរទៅដល់ពុកម៉ែបងប្អូនដែលនៅក្នុងស្រុកនិងក្រៅស្រុកដែរបាទនិយមនឹងតាមដានបាទតាមបណ្ដាញសង្គម Facebook YouTube និង TikTok បាទថ្ងៃនេះដែរខ្ញុំមានបងមួយខ្សែដែលស្ថិតនៅក្រុងរៃខ្សាត់ខាងវាអែមណាពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំនឹងសូមធ្វើប្រាប់ពីលបង1 ម៉ែត្រប្រមាណហើយនឹងមានអីខ្លះណាបងប្អូនបាទលបងនេះកម្ពស់វាអត់21 ម៉ែត្រណាបងប្អូនបាទអត់21 ម៉ែត្រធ្នឹមដែក4ដើមបាទហើយដែកសសរ3ដើមទំហំសសរវា15ជុំបាទទំហំសសរ15ជុំដែកសសរ3ដើមដែក10លីទាំងអស់ណាបងប្អូនណាបាទបងប្អូនស្ដាប់តន់អត់21 ម៉ែត្រនេះគឺអត់10អត់ចាក់1 ម៉ែត្របាទហើយនឹងសំណាញ់1 ម៉ែត្រទៀតបងប្អូនណាបាទអញ្ចឹងសរុបទៅវា1 ម៉ែត្រ$55មកដាច់ទាំងសម្ភារៈណាបងប្អូនបាទពីមុនបាទតម្លៃតែ$50ទេដោយសារឥឡូវមករយៈនេះគឺថាអីវ៉ាន់ឡើងថ្លៃប្រេងសាច់ថ្មគឺឡើងថ្លៃទាំងអស់ណាបងប្អូនអញ្ចឹងដំឡើងតែ$5ទេបាទអញ្ចឹងលបនេះកម្ពស់ទាំងអស់វា3 ម៉ែត្របងប្អូនបាទអញ្ចឹងវាទាំងអស់នេះគឺចូលវាចូល300 ម៉ែត្រជាងបងប្អូនបាទហើយឥឡូវនេះគឺថាបានដាក់សំណាញ់ហើយបាទដាក់សំណាញ់បាទបងប្អូនមានចំណាប់អារម្មណ៍បាទខ្ញុំតាក់ទងមកតាមទូរស័ព្ទលេខ Telegram ដែលខ្ញុំដាក់នៅក្នុង page បាទបងប្អូនធ្វើបងប្អូនអត់ធ្វើបងប្អូនអាចសាកសួរបានណាតម្លៃបាទតម្លៃគឺតម្លៃទាបមែនទែនបាទថោកសមរម្យដែលពុកម៉ែបងប្អូនអាចទទួលយកបានបាទបងប្អូនអាចចង់ធ្វើលបងបាំងដីព្រំដីបងផ្ទះបាទគឺថាជួបល្អបាទតម្លៃថោកសមរម្យអាចទទួលយកបានជួបដូចគ្នាបងប្អូនណាបាទអញ្ចឹងអត់21 ម៉ែត្រមានចាក់ធ្នឹមបាទនឹងអត់ស៊ីម៉ងនោះ1 ម៉ែត្រនិងសំណាញ់1 ម៉ែត្រសរុបទាំងអស់វា3 ម៉ែត្របាទទាំងអស់វា1 ម៉ែត្រក្នុង1 ម៉ែត្រវា$55ណាបងប្អូនបាទពីមុនអត់ទាន់ឡើងអីវ៉ាន់គឺ1 ម៉ែត្រតែ50ទេបាទតែ$50ទេបាទឥឡូវនេះសុំឡើង$5បើសារអីវ៉ាន់ឡើងថ្លៃមែនទេបាទហើយតម្លើងនេះគ្រាន់តែបានតែជាងបានតែអីបាទចំណែកចែកគ្នាចំណេញតិចតួចទៅបងប្អូនដើម្បីធ្វើចែកជូនដល់បងប្អូនបាទអញ្ចឹងបើបងប្អូនអាចចង់សាងសង់ជាផ្ទះចង់សាងសង់ជាលបងប្រភេទណាក៏បានដែរសូមបងប្អូនអាចតាក់ទងមក page ខ្ញុំបាទតាមលេខតាម Telegram បាទសូមអរគុណសូមគោរពលាបាទ